បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាចំណាត់សរសេរយ៉ាងលីហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងគ្នាអំពីផ្ទះសំណាញ់អញ្ចឹងឥឡូវនេះគឺខ្ញុំកំពុងតែនៅក្នុងផ្ទះសំណាញ់ហើយចង់ដឹងថាតើផ្ទះសំណាញ់គឺមានអត្ថប្រយោជន៍អីគេខ្លះអញ្ចឹងពុកម៉ែបងប្អូនតើទៅតាមដានទាំងអស់គ្នាអញ្ចឹងចំពោះផ្ទះសំណាញ់គឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនហើយបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាយើងគឺពេញនិយមទៅលើផ្ទះសំណាញ់ច្រើនខ្លាំងមែនទែនកសិករពីសម័យមុនបដូរមកសម័យឥឡូវអាចនិយាយបានថាកសិករសម័យទំនើបក៏ថាបានដែរអញ្ចឹងចំពោះផ្ទះសំណាញ់នេះគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនទីមួយគឺវាជួយការពារសត្វល្អិតអាកាសធាតុហើយនឹងកត្តាទឹកភ្លៀងអីផ្សេងជាដើមអញ្ចឹងចំពោះសត្វល្អិតគឺការពារទៅលើសត្វល្អិតមិនឲ្យចូលបំផ្លាញច្រើនកាត់បន្ថយនឹងការប្រើប្រាស់ថ្នាំគីមីពេលដែលយើងដាំនៅខាងក្រៅគឺយើងត្រូវតែមានការបាញ់ការពារទៅលើដំណាំរបស់យើងជាពិសេសពពួកថ្នាំគីមីនោះគឺបាញ់ច្រើនខ្លាំងមែនទែនចំណែកនៅក្នុងរោងវិញគឺយើងមិនចាំបាច់ប្រើប្រាស់ថ្នាំគីមីទេគ្រាន់តែបាញ់វីនីហ្គាទៅគឺយើងកាត់បន្ថយទាំងការចំណាយការបាញ់ថ្នាំទៅលើដំណាំរបស់យើងគឺបានច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនហើយមួយទៀតគឺតកតងទៅនឹងអាកាសធាតុគឺយើងអាចដាំបានគ្រប់រដូវកាលតែម្ដងថារដូវប្រាំងឬក៏រដូវវស្សាទេពុកម៉ែបងប្អូនចំពោះនៅរដូវវស្សាវិញគឺអាចការពារបានទឹកភ្លៀងអញ្ចឹងផ្ទះសំណាញ់គឺមានអត្ថប្រយោជន៍ច្រើនបែបហ្នឹងហើយមួយទៀតគឺនៅក្នុងផ្ទះសំណាញ់របស់យើងនេះគឺអាចគ្រប់គ្រងទៅលើទឹកសន្សំសំចៃទឹកបានច្រើនខ្លាំងមែនតើហើយមួយទៀតហ្នឹងគឺធ្វើឲ្យមានសោភ័ណភាពផងដែរនៅពេលដែលយើងដាំបន្លែគឺយើងអាចដាំជាឆ្លាស់ដំណាំក៏បានដែរអញ្ចឹងពេលយើងប្រមូលផលទៅអាចប្រមូលផលនេះដាំអានោះអាចប្រមូលផលអានោះដាំអានេះអញ្ចឹងគឺចំណេញច្រើនមែនតើអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានច្រើនទេពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូន